សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងមេរៀនសន្ទនាថ្នាក់ដំបូងបន្តទៀតថ្ងៃនេះយើងចូលដល់ Unit 32 ហើយបាទមេរៀនទី32ហើយនៅក្នុងមេរៀនសន្ទនាថ្ងៃនេះគឺយើងនឹងសិក្សាអំពីបាទពាក្យពេចន៍ហើយនឹងឃ្លាប្រយោគមួយចំនួនដែលយើងនិយាយនៅក្នុងពិធីបុណ្យអុំទូកណាបាទមិនយូរទៀតទេបាទពិធីបុណ្យអុំទូកនឹងចូលមកដល់ណាបាទតែចប់ជុំបិណ្ឌគឺចូលដល់បុណ្យអុំទូកម្ដងណាអញ្ចឹងបងប្អូនអាចរៀនពាក្យហើយនឹងឃ្លាប្រយោគទាំងអស់នេះទុកមុនទៅហើយទៅហើយនៅថ្ងៃស្អែកយើងនឹងរៀនអំពីពិធីបុណ្យជុំបិណ្ឌម្ដងណាបាទនេះគឺជាចំណងជើងនៃមេរៀនរបស់យើងបាទ It's the water festival បាទ It's the water festival មានថាវាជាពិធីបុណ្យអុំទូកណាហើយនេះគឺជារូបភាពពាក់ព័ន្ធទៅនឹងការសន្ទនារបស់យើងនៅថ្ងៃនេះ Tom ហើយនិង TV នេះគាត់បានទៅចូលរួមនៅក្នុងពិធីបុណ្យអុំទូកហើយយើងចាំមើលបងប្អូនថាតើ Tom និង TV នេះគាត់បាននិយាយគ្នាដូចម្តេចនៅក្នុងពិធីបុណ្យអុំទូកនឹងណាបាទអូខេអញ្ចឹងយើងរងចាំជួបគ្នានៅក្នុងការសន្ទនាហើយមុននឹងចូលដល់ការសន្ទនាខ្ញុំសូមបង្ហាញពាក្យហើយនឹង clear សំខាន់សម្រាប់បងប្អូនទាំងអស់គ្នាជាមុនសិនណាបាទ keywords and phrases បាទពាក្យហើយនឹង clear សំខាន់នៅក្នុងមេរៀនថ្ងៃនេះគឺយើងមានពាក្យថា water បាទ water ហ្នឹងគឺមានន័យថាទឹកណាបាទហើយយើងមានពាក្យថា festival បាទ festival មានន័យថាពិធីបុណ្យណាបាទហើយយើងមានពាក្យ boat បាទយ៉ាងថា boat មានន័យថាទូកបាទហើយយើងមានពាក្យថា race បាទយ៉ាងថា race ពាក្យថា race គឺមានថាការប្រណាំងណាបាទហើយយើងក៏មានពាក្យថា fireworks បាទ fireworks មានន័យថាកាំជ្រួចណាបាទហើយយើងមានពាក្យ enjoy បាទ enjoy ហ្នឹងគឺមានន័យថាសប្បាយរីករាយណាបាទ enjoy ណាបាទសូមកុំភ្លេចជួយចុច subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីដែលខ្ញុំនឹងផុសជាបន្តបន្ទាប់ហើយយើងមានពាក្យថាអំបុកបាទអំបុកគឺមានន័យថាអំបុកណាបាទហើយយើងក៏មានពាក្យថា water festival ណាបាទ water festival មានន័យថាពិធីបុណ្យអុំទូកណាបាទជានៅពេលដែលគេប្រើពាក្យថា water festival មានន័យថាបាទពិធីបុណ្យអុំទូកណាបងប្អូនបាទយើងមានប្រយោគថា it's the water festival ណាបាទ it's the water festival មានន័យថាវាជាពិធីបុណ្យអុំទូកណាបាទហើយយើងក៏មានបាទប្រយោគមួយទៀត we're enjoying the fireworks បាទ we're enjoying the fireworks ន័យថាពួកយើងកំពុងសប្បាយរីករាយនឹងមើលកាំជ្រួចណាបាទអូខេអញ្ចឹងតោះយើងចូលទៅមើលការសន្ទនាតគ្នាបាទ conversation ហើយបាទនេះគឺជាអត្ថបទនៃការសន្ទនារបស់យើងអូខេដោយរដងអញ្ចឹងគឺមុននឹងខ្ញុំចាប់ផ្ដើមបញ្យល់អត្ថបទសន្ទនាមួយនេះគឺខ្ញុំតែងតែឲ្យបងប្អូនទាំងអស់គ្នាបាទហ្វឹកហាត់ក្នុងការស្ដាប់អត្ថបទសន្ទនាមួយនេះជាមុនសិនណាបាទដើម្បីឲ្យបងប្អូនបានកត់សម្គាល់ទៅលើការបញ្ចេញសម្លេងរបស់ពាក្យហើយនឹងឃ្លាប្រយោគនៅក្នុងអត្ថបទសន្ទនានេះបាទឲ្យបានត្រឹមត្រូវណាអញ្ចឹងតោះយើងចូលស្ដាប់ទាំងអស់គ្នាតែម្ដងបាទបន្ទាប់មកខ្ញុំនឹងបញ្យល់បងប្អូនបន្ថែមនៅអត្ថបទសន្ទនានេះណាបាទតោះ It's the water festival. We're watching the boat races. And we're enjoying the fireworks. And I'm eating mbok. អូខេយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាតោះឥឡូវសូមស្ដាប់ម្ដងទៀត It's the water festival. We're watching the boat races. And we're enjoying the fireworks. And I'm eating mbok. អូខេអញ្ចឹងបន្ទាប់ពីបងប្អូនស្ដាប់ចប់ហើយតោះឥឡូវសូមបងប្អូនមកមើលការបញ្យល់បន្ថែមបាទជាមួយខ្ញុំទាំងគ្នាអញ្ចឹងដោយបងប្អូនបានដឹងហើយថានៅក្នុងថ្ងៃនេះបាទ Tom ហើយនិង TV នេះគាត់បានទៅចូលរួមមើលពិធីបណ្ដាំងទូកណាហើយនៅក្នុងនោះគាត់មានការសន្ទនាដោយនៅក្នុងបាទអត្ថបទមួយនេះអញ្ចឹងណាអញ្ចឹងយើងមើលបន្ដំបូងឡើយបាទ TV គាត់និយាយថា It's the water festival បាទ It's the water festival មានថាវាគឺជាពិធីបុណ្យអុំទូកណាហើយបន្ទាប់មក TV គាត់បន្ថែមទៀតថា we are watching the boat races ណាបាទ we are watching the boat races មានថាបាទពួកយើងកំពុងមើលបាទការប្រណាំងទូកណាបាទអញ្ចឹង boat ទូកណា races ការប្រណាំងអញ្ចឹង boat races មានថាការប្រណាំងទូកណាបាទហើយបន្ទាប់មក Tom គាត់ថា and we're enjoying the fireworks បាទ and we're enjoying the fireworks មានថាហើយពួកយើងកំពុងតែបាទសប្បាយរីករាយនឹងការមើលកាំជ្រួចណាបាទហើយបន្ទាប់មក TV គាត់ថា and
I'm eating អំបុកណាបាទ and I'm eating អំបុកអូខេអញ្ចឹងមានន័យថាខ្ញុំកំពុងញ៉ាំអំបុកណាបាទ I'm eating អំបុកបាទខ្ញុំកំពុងញ៉ាំអំបុកហើយត្រង់នេះគឺវាមិនមែនជាពាក្យអីទេវាគ្រាន់តែជាការសម្ដែងចេញមួយនៅពេលដែលយើងរីករាយទៅនឹងអាហារហ្នឹងណាបាទនៅត្រង់នេះមានន័យថាបាទទេវីគាត់កំពុងតែឆ្ងាញ់ទៅនឹងអំបុកដែលគាត់កំពុងតែញ៉ាំហ្នឹងណាបាទអញ្ចឹងគាត់ថាណាបាទចំណេះថាត្រូវមាត់របស់គាត់ឆ្ងាញ់ណាបាទអូខេអញ្ចឹងតោះយើងចូលទៅបកសរុបឡើងវិញថាតើថ្ងៃនេះយើងបានរៀនអ្វីខ្លះបាទអ្វីដែលបងប្អូនត្រូវចងចាំនៅក្នុងថ្ងៃនេះគឺ water បាទ water គឺមានន័យថាទឹកណាបាទ water ហើយយើងមានពាក្យថា festival មានន័យថាពិធីបុណ្យណាបាទហើយយើងមានពាក្យថា fireworks បាទ fireworks មានន័យថាកាំជ្រួចហើយយើងមានពាក្យថា boat បាទ boat គឺមានន័យថាបាទទូកណាហើយយើងមានពាក្យ race បាទ race គឺមានន័យថាការប្រណាំងណានៅពេលដែលគេប្រើ boat race មានន័យថាការប្រណាំងទូកណាបាទហើយយើងមានពាក្យថា enjoy ណាបាទ enjoy មានន័យថាបាទសប្បាយរីករាយទៅនឹងអ្វីមួយគេប្រើពាក្យ enjoy ណាបាទហើយយើងមានពាក្យថាអំបុកណាបាទអំបុកគឺបាទមានន័យថាអំបុកហើយយើងមានពាក្យថា water festival បាទ water festival គឺមានន័យថាពិធីបុណ្យអុំទូកណាបាទហើយយើងក៏មានប្រយោគដូចជា it's the water festival ណាបាទ it's the water festival មានន័យថាវាគឺជាពិធីបុណ្យអុំទូកណាបាទត្រង់កន្លែងនេះគឺយើងអាចជំនួសបានណាពាក្យ it's យើងទុកនៅដដែលយើងឧទាហរណ៍ថាវាគឺជាពិធីបុណ្យចូលឆ្នាំខ្មែរណាយើងគ្រាន់តែដូរកន្លែងបាទ water festival ទៅជា it's the Khmer New Year អញ្ចឹងទៅណាបាទមានន័យថាវាគឺជាពិធីបុណ្យចូលឆ្នាំខ្មែរណាដល់ពេលវាជាពិធីបុណ្យទូក it's the water festival អូខេហើយយើងមានបាទប្រយោគដូចជា we're enjoying the fireworks បាទ we're enjoying the fireworks មានន័យថាពួកយើងកំពុងសប្បាយរីករាយនឹងការមើលកាំជ្រួចណាបាទអូខេអញ្ចឹងមេរៀនសន្ទនារបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយប្រសិនបើបងប្អូនមានសំណួរឬក៏មានមតិយោបល់អ្វីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានណាបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើរូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា